សូមស្វាគមន៍មកកាន់ Cambodia Flash New កីឡា Barcelona លើកពាន La Liga លើកទី 29 ដោយយកឈ្នះ Real Madrid 2-0 Clasico Barcelona ថ្ងៃទី 10 ឧសភា Barcelona បានប្រែក្លាយ Clasico ទៅជាការឡើងគ្រងរាជ្យកាលពីថ្ងៃអាទិត្យដោយបានបំបាក់ក្រុម Real Madrid ក្នុងលទ្ធផល 2-0 នៅកីឡដ្ឋាន Camp Nou ដើម្បីលើកពាន La Liga លើកទី 29 របស់ពួកគេក្រុមរបស់ Hansi Flick បានឈានទៅរកការមិនអាចរកបាន 91 ពិន្ទុដោយមាន 14 ពិន្ទុដាច់ក្រុមលេខ 2 Real ដោយនៅសល់ 3 ប្រកួតទៀតជ័យជំនះនេះបានបិទយុទ្ធនាការដ៏លេចធ្លោមួយដែលពួកគេបានចាញ់ការប្រកួតលីកចំនួន 4 ប៉ុណ្ណោះ Villarreal ឈរលេខ 3 មាន 69 ពិន្ទុ Real បានមកដល់ត្រូវការជ័យជំនះដើម្បីរក្សាក្តីសង្ឃឹមនៃពានរង្វាន់ Wafer-13 របស់ពួកគេនៅរស់ប៉ុន្តែ Marcus Rashford បានបំបែកសេចក្តីប្រាថ្នាទាំងនោះត្រឹមតែ 9 នាទីក្នុងការប្រកួតAntonio Rudiger បានបង្កកំហុសទៅលើកីឡាករ Ferran Torres នៅក្រៅប្រអប់ហើយ Rashford បានទាត់បាល់ free kick យ៉ាងអស្ចារ្យចូលជ្រុងខាងឆ្វេងកំពូលរបស់ Thibaut Courtois ដែលផ្ដល់ឲ្យ Barcelona នាំមុខមុននិងបញ្ជូនហ្វូងក្រុមម្ចាស់ផ្ទះចូលទៅក្នុងការរំភើបចិត្តអាតេតារបស់ Arsenal សរសើរភាពក្លាហានរបស់អាញាកណ្ដាលបន្ទាប់ពីការសម្រេចចិត្តសំខាន់ទីក្រុងឡុងថ្ងៃទី 10 ឧសភាអ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានសរសើរភាពក្លាហានរបស់អាញាកណ្ដាល Chris Kavanagh ចំពោះការមិនអនុញ្ញាតឲ្យក្រុម West Ham United តាមស្មើខណៈដែលក្រុមរបស់លោកដណ្ដើមបានជ័យជំនះ 1-0 ដើម្បីឈានទៅកាន់តាគៀកក្នុងការដណ្ដើមពាន Premier League កាលពីថ្ងៃអាទិត្យប៉ុន្តែលេខទល់មុខ Nuno Espirito Santo របស់គាត់បានអំពាវនាវឲ្យបញ្ចប់ការភ័ន្តច្រឡំជុំវិញឧបទ្ទហេតុនៅជ្រុងម្ខាងខណៈដែលគ្រាប់បាល់បញ្ចូលទីរបស់ Callum Wilson ត្រូវបានគេច្រានចោលសម្រាប់ការជ្រៀតជ្រែកលើអ្នកចាំទី David Raya បន្ទាប់ពីការត្រួតពិនិត្យ VAR ដ៏យូរArsenal បានការពារការនាំមុខដែលផ្ដល់ឲ្យពួកគេដោយគ្រាប់បាល់ដំបូងរបស់ Leandro Trossard ចាប់តាំងពីខែធ្នូនៅពេលដែល West Ham បានឈ្នះជ្រុងនៅពេលដែលបាល់ត្រូវបានបញ្ជូរទៅក្នុងតំបន់ដែលកកស្ទះនោះ Raya បានរុញបាល់ចេញក្រោមសម្ពាធពីកីឡាករបម្រុង Pablo របស់ West Ham មុនពេល Wilson ដើម្បីបង្កឲ្យមានការអបអរសាទរក្នុងចំណោមអ្នកគាំទ្រម្ចាស់ផ្ទះនិងភាពអស់សង្ឃឹមនៅចុងបញ្ចប់នៃក្រុម Arsenal អរគុណសម្រាប់ការតាមដាន Cambodia Flash New កីឡា